សួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរមកជួបខ្ញុំទៀតហើយខ្ញុំគឺមីយូរីអូប្រហែលអ្នកគ្នាភ្លេចខ្ញុំបាត់ហើយមិនដឹងដោយសារខ្ញុំខានសម្រាប់យូរដោយសារខ្ញុំចូលរបបធ្វើការធ្វើអីដល់ប្រើតិចរឿងមកនិយាយក្បាច់ឃើញដំណាក់មួយដែលពេលជុំនៅក្បាច់ឃើញបរិមម្នាក់បាននិយាយថាតើថ្ងៃនេះឯងចេះទៅខាងក្រៅឬកាលនេះទ្រង់ទៅជួបចៅយីឬគាត់ពេលអាផលសនក៏បាននិយាយថាតាំងពីប្រហែលថ្ងៃនោះមកចៅយីមិនដែលមកមើលខ្ញុំហើយទើបខ្ញុំទៅមើលគាត់វិញដល់ពេលអាផលនោះក៏បាននិយាយថាទ្រង់មិនតាន់ជានៅឡើយទេទ្រង់ចេញទៅក្រៅបានយ៉ាងម៉េចផឹកថ្នាំទៅរំពេចអាផលសទៅលើចុះអ្នកគ្នាមុនអង្គជួរហើយក៏បានអត់ផឹកទៅមកទៅមកពេលអាផលនោះក៏បាននិយាយថាខ្ញុំមិនដឹងថាហេតុអ្វីបានជាគេធ្វើដូចមនុស្សឈួតជាជាងទៅកន្លែងបេដានិយាយការពិតប៉ុន្តែឯងត្រូវតែប្រយ័ត្នជាងនេះរំពេចអាសនោះក៏បាននិយាយទៅទៅមកចុះថាខ្ញុំមិនចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះគេទេគេមើលទៅស្និទ្ធស្នាលដូចខ្ញុំកាលពីមុនទៀតហើយក៏ប្រហែលជាលែងមានអ្វីត្រូវធ្វើជាមួយខ្ញុំទៀតហើយពេលអាបកហ្នឹងក៏បានងើបឡើងហើយក៏បាននិយាយថាក៏ពិបាកចិត្តឲ្យលោកសាក់គិតមើលទៅមើលគេប្រហែលជាគ្រាន់តែចង់ស្បែកល្ខោនមុននឹងរឿងនេះកើតឡើងតែអ្នកណាទៅដឹងទៅប្រហែលជាគេប្រព្រឹត្តចំពោះអញដែលមិនស្មោះគាត់និយាយបានប៉ុណ្ណឹងគាត់ក៏បានយកអាផ្លែឈើនឹងមកញប់មាត់គាត់ដល់ហើយគាត់ក៏បានដើរចេញអ្នកគ្នាមើលបើពាក់បោះសមានហាក់ខ្ជូតមែនតើនោះមកគិតលត់ដៃដល់ហើយយើងក៏បានកាត់ទៅព្រលឹមឡើងយើងក៏បានឃើញចៅយាយរបស់យើងគឺកាត់ស្អីទៅដល់គ្នាឡើងហើយជូគាត់ក៏បាននិយាយចំអកទៅដាក់ចៅយាយថាមើលទៅឯងមានទម្លាប់ល្អហើយមើលទៅឯងប្រកាសជាចង់បានការអនុគ្រោះពីគូយន្តហឹងហើយទោះបីជាប្រព័ន្ធមិនបានប្រាប់ក៏ដោយហើយចៅយាយក៏បាននិយាយបន្លប់ថាខ្ញុំមិនបានភ្លេចគោលការណ៍ចម្បងទេខ្ញុំត្រូវតែសាងភាពផ្អែមល្ហែមជាមួយនឹងគូយន្តហឹងម្យ៉ាងទៀតខ្ញុំគ្រាន់តែធ្វើអ្វីដែលដាក់ឲ្យខ្ញុំធ្វើតែប៉ុណ្ណោះយើងក៏បានកាត់ទៅឃើញឆ្កែមួយបានព្រុសដាក់ចៅយាយរបស់យើងហើយចៅយាយឃើញទៅប៉ុណ្ណឹងក៏បានភ័យថាឆ្កែតើវាមកពីណាហើយក៏បានឃើញទៅបារ៉ាហើយឆ្កែនឹងថាលីអ្នកគ្នាមើលចៅយាយគាត់ភ័យពូនៅបារ៉ាក៏បាននិយាយថាសូមស្វាគមន៍ម្ចាស់តោកយ៉ាវតែអ្នកគ្នាមើលឆ្កែនឹងញញមែនក៏បានលើស្ត្រីម្នាក់បាននិយាយថានរណាមិនល្អធ្វើឲ្យលីដល់ពេលតម្លៃរបស់ខ្ញុំខ្លាចចេះថាលីអ្នកខ្លាចឬមកក៏ចៅយាយអ្នកខ្លាចនេះគាត់មកមកពេញអ្នកគ្នាគឺស្អាតមែនតើណាចៅយាយឃើញចឹងគាត់ថាអូម៉ៃថែរបស់ខ្ញុំតើហើយក៏បានឃើញស្ត្រីម្នាក់នឹងក៏បាននិយាយថាតែពេលគេម្ចាស់តូចវ័យក្មេងសោះខ្ញុំសង្ឃឹមថាម្ចាស់តូចនឹងមិនខ្លាចឆ្កែរបស់ខ្ញុំសោះខ្ញុំភ្លេចមើលតែប៉ុន្តែគាត់មានទម្ងន់យាយឮតែប៉ុណ្ណឹងពួកឡើងក៏ហមហើយនិយាយដល់ផ្អែមថាមិនអីទេគាត់នៅវាប្រុសដាក់ខ្ញុំច្រើនដល់តែប៉ុណ្ណឹងតែអ្នកគ្នាក៏មើលទុកមុខគាត់ស្លាក់អូយគួរខ្លាចស្ត្រីម្នាក់ក៏បាននិយាយថាសំដីមានសំដីប្រាក់រដងគឺតែប៉ុណ្ណឹងហើយរាជបាលតុលាការបាននិយាយថាខ្ញុំត្រូវតែមានសន្តិភាពនិងភាពស្ងប់ស្ងាត់ដូច្នេះខ្ញុំនឹងមិនទៅរំខានដល់ម្ចាស់តូចនោះទេចាយីប៉ុណ្ណឹងគាត់ក៏បានចោលស៊ីគេខ្ញុំតន់ដល់អីផងហ្នឹងហើយស៊ីអូខេអ្នកទាំងអស់គ្នារឿងរបស់យើងខ្ញុំសូមស្រីត្រឹមនឹងបានហើយចាំពេលខ្ញុំទៅនេះទៀតចាំខ្ញុំធ្វើឲ្យអ្នកគ្នាស្ដាប់បន្តទៀតណាបាយបាយសូមសុខភាពល្អ